បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូខ្ញុំបង្ហាញជូនរបៀបនៃការបំពេញនៅ sheet លេខ3 sheet teaching បាទ sheet teaching នេះខ្ញុំឃើញសាលាភាគច្រើនពេញបានត្រឹមត្រូវប៉ុន្តែសាលាមួយចំនួនទៀតអត់យល់អំពីរបៀបនៃការបន្ថែមជួរដេកដោយសារតែក្នុងគ្រូម្នាក់គាត់ឲ្យមានតែមួយជួរដេកអញ្ចឹងសូមជម្រាបថារបៀបនៃការគ្រោងថវិកានេះគឺលោកគ្រូអាចបន្ថែមបានច្រើនជួរដោយប្រើប៊ូតុងកណ្ដាលនេះប៊ូតុងចម្លងរោបាទអញ្ចឹងយើងក៏លេខមកមើលការបំពេញរបស់វិទ្យាល័យហ៊ុនសែនរុងរឿងបាទអញ្ចឹងដើម្បីងាយពិនិត្យលោកគ្រូមើលប៊ូតុងខាងលើនេះអាពណ៌ QQAZ AZ ទាំងអស់ហ្នឹងសូមប្រសិនបើលោកគ្រូចង់រៀបនៅជួរឈរមួយណាលោកគ្រូចុចលើប៊ូតុងហ្នឹងទៅវានឹងរៀបឲ្យយើងហើយឧបមាថាខ្ញុំចង់រៀបតាមអត្ថលេខគ្រូខ្ញុំចុចលើអត្ថលេខនេះឃើញវារៀបទេបាទតមកទៀតបើខ្ញុំចង់រៀបតាមក្របខ័ណ្ឌខ្ញុំរៀបចុចអានេះក្របខ័ណ្ឌឲ្យសារចុចទៅវារត់មកខាងក្រោមទៅទេអញ្ចឹងខ្ញុំចុចតាមមុខនេះមុខងារបាទមុខងារនេះការបំពេញមកគាត់នេះគឺត្រឹមត្រូវហើយដោយសារថាគ្រូម្នាក់គាត់បរៀន3មុខគឺត្រូវមាន3ជួរដេកប៉ុន្តែចំនួនម៉ោងគឺមិនដូចគ្នាទេទៅតាមស្ថានភាពជាក់ស្ដែងប៉ុន្តែយើងក៏លេខមកមើលបន្ទុកថ្នាក់នេះបន្ទុកថ្នាក់នេះគ្រូម្នាក់មួយថ្នាក់ទៅជាមានគ្រូកាន់2នាក់អញ្ចឹងកន្លែងនេះគឺអត់ត្រឹមត្រូវទេយើងចង់ដឹងយើងចុចលើវាមកវានឹងចាញ់មើលណានេះឃើញទេ10ខនេះអ្នកគ្រូប៊ូទេវី2ដងអញ្ចឹងយើងត្រូវលុបមួយចេញលុបធម្មតាមកចុច delete មកបាត់ហើយបាទ10ខលោកគ្រូ PUP អញ្ចឹងលោកគ្រូត្រូវលុបមួយចេញមួយណាក៏បានដែរបាទជួនហ្នឹងបាទបន្តមកទៀតនេះ MVT គ្រូលុបមួយចេញដែរបាទនេះមួយទៀតធឿននិមលបាទក12កវលមានថាវិទ្យាសាស្ត្របាទកន្លែងនេះគ្រូមើលនេះឈ្មោះហ្នឹងប្រហែលជាលោកគ្រូ duplicate មែនលោកគ្រូចុចចម្លងរោមកលោកគ្រូអត់បានលុបមួយចេញកន្លែងនេះអញ្ចឹងដែរនេះលោកគ្រូចឹងម៉ោងកិច្ចតែងការលោកគ្រូឲ្យខាងលើផងក្រុមផងខ្ញុំប្រហែលខ្ញុំមើលទៅប្រហែលជាអត់ត្រូវនេះលោកគ្រូមើលមែនតើសួរថាម៉ោងកិច្ចតែងការហ្នឹងយើងឲ្យខាងណាឲ្យខាងលើឲ្យខាងក្រមឬក៏ឲ្យទាំងពីរខ្ញុំមើលទៅប្រហែលជាអត់តន់ត្រូវលោកគ្រូត្រូវពិនិត្យឡើងវិញកន្លែងហ្នឹងណាខ្ញុំឡប់ទៅក្រមវិញភ្លេចលុបម៉ោងកិច្ចតែងការហ្នឹងទៀតបាទនេះអស់ហើយខ្ញុំលុប10ខ10ខហើយម៉ោងកិច្ចតែងការហើយនឹងម៉ោងទីងបច្ចេកទេសខ្ញុំលុបនេះម៉ោងកិច្ចតែងការលុបប្រហែលជាគាត់ duplicate មកជាន់គ្នាបាទតន់លុបនេះម៉ោងកិច្ចតែងការដែរបាទនេះ10កនេះមានលោកគ្រូម្នាក់ហ្នឹងកាន់2ដងហ្នឹងលុបចោលមួយបាទនេះដូចគ្នាដែរលុបចោលនេះដូចគ្នាដែរលុបចោលបាទជាងអស់ហើយបើវាថាកណាវាជាន់នេះវាចេញផ្កាពណ៌ផ្កាឈូកដូចមិញអញ្ចឹងកណាវាអត់ជាន់គ្នាទេវាអត់ចេញពណ៌ផ្កាឈូកទេបាទចំពោះមុខវិជ្ជាវិធីក្រុមបច្ចេកទេសនេះអញ្ចឹងដែរយើងឲ្យនេះយើងមើលប្រហែលមុខ11មុខវិជ្ជាសិក្សាគោលបាទចឹងហើយយើងឡប់មកវិញយើងមើលតាមមុខវិជ្ជាឯកទេសនេះឃើញទេកីឡាមានគ្រូ2នាក់គណិតមានគ្រូ4នាក់បរិញ្ញានេះបាទយើងអាចចុចលើប៊ូតុងមួយហ្នឹងរៀបហើយយើងមើលបានបាទចឹងដឹងថាណាខ្លះបរិញ្ញាថ្នាក់ទី7ចុចមកនេះឃើញទេទី7បាទទី8ចុចមកចេញទី8នេះឃើញទេបាទទី9នេះទី9ចឹងរហូតដល់បច្ចេកទេសនេះយើងអាចសិតទៅចុចបានទាំងអស់បាទចឹងសូមលោកគ្រូអ្នកគ្រូដែលមិនទាន់ផ្ញើមកគ្រូអ្នកគ្រូមើលឡើងវិញហើយបើសិនបើជាលោកគ្រូអ្នកគ្រូចង់រៀបឲ្យទៅស្ថានភាពដើមនេះយើងចុចលើមុខងារនេះមកនាយកនឹងរត់ទៅនៅលើគេនេះឃើញទេនាយករងលេខាយុវជនគណនេយ្យចឹងការប្រើបុគ្គលិកនេះលោកគ្រូត្រូវមើលទៅលើនិយមអញ្ចឹងនិយមយើងអាចចុចលើស៊ីតលេខ5លេខ5នេះដើម្បីយើងទាញមកស្ដាំនេះតុំនេះថាសាលាយើង17ថ្នាក់យើងបានអ្នកនៅរដ្ឋបាលបូកនឹងបណ្ណារៈហ្នឹងប្រមាណនេះ17ថ្នាក់គឺ8នាក់ណាយើងរាប់ពីលើនេះមក18នាក់អញ្ចឹងយើងមើលមកខាងមុខតើគាត់ប្រើត្រូវអត់នេះយើងចុចលើរៀបមុខងារនេះមកនេះយើងទាញចូលក្រុមដល់នេះមកបាន8នាក់អត់បានទេគាត់ប្រើទៅ6នាក់នេះតែប្រកបត្រូវការ
ដូចជាបណ្ណារយៈ2បាទប្រើតែមួយអាហ្នឹងខ្សែលើបណ្ណាល័យយ៉ាងណាល័យយើងតូចឬធំគេត្រូវបន្ថយតាមហ្នឹងបាទអញ្ចឹងវីដេអូណែនាំរបស់ខ្ញុំមានប៉ុណ្ណឹងអរគុណ